សពក្នុងធុងតកនៅផ្លូវចូលភូមិចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបងថលប្រាប់ថាសាច់រឿងមួយនេះវាកើតឡើងកាលពីឆ្នាំ2006នៅពេលដែលគាត់មានអាយុ13ឆ្នាំពេលហ្នឹងគាត់គឺជាក្មេងដែលរស់នៅតាមស្រុកតាមភូមិតាមខេត្តទីជនបទដាច់ស្រយាលអីទេហើយស្រុកភូមិរបស់គាត់ការចំនួនដែលគាត់នៅក្មេងហ្នឹងទៀតគឺជាស្រុកភូមិនៅខេត្តតំបន់ព្រៃភ្នំបរិយាកាសនៅក្នុងភូមិស្រុករបស់គាត់គឺវាស្ងប់ស្ងាត់ខ្លាំងយកតែមែនតើនឹងឯងមកភូមិរបស់គាត់ទាំងមូលមានផ្ទះប្រជាជនរស់នៅប្រហែលជាក្នុង20ទៅ30ផ្ទះអីទេហើយសម័យមើលទៅភូមិទាំងមូលមានផ្ទះត្រឹមតែប៉ុណ្ណឹងតើវាគួរឲ្យខ្លាចប៉ុណ្ណាហើយដែលសំខាន់ទៀតគឺនៅផ្ទះប្រជាជនទាំងអស់នៅក្នុងភូមិហ្នឹងក៏មិនមែនជាផ្ទះនៅជាប់គ្នាអីដែរទាំងអស់គ្នាផ្ទះមួយគឺនៅឆ្ងាយពីគ្នាខ្លាំងណាស់ផ្ទះខ្លះទៅនៅឆ្ងាយពីគ្នាប្រហែលជាក្នុង1គីឡូដីហើយផ្ទះខ្លះទៀតទៅនៅឆ្ងាយពីគ្នាក្នុងប្រហែលជា100ម៉ែត្រ200ម៉ែត្រអីក៏មានដែរដោយសារតែផ្ទះមួយនៅឆ្ងាយពីគ្នាធ្វើឲ្យបរិយាកាសនៅក្នុងភូមិស្រុកគឺវាកាន់តែគួរឲ្យខ្លាចថែមទៀតហើយការចំនួនគាត់នៅក្មេងទាំងទៀតទាំងអស់គ្នាស្រុកភូមិរបស់គាត់គឺមិនទាន់មានភ្លើងអគ្គិសនីខ្វាត់ខ្វែងទេដោយសារតែវានៅឆ្ងាយពីទីប្រជុំជននិងទីរួមខេត្តខ្លាំងមែនទែននៅឆ្ងាយពីទីរួមខេត្តប្រហែលជាក្នុង40ទៅ50គីឡូអីហ្នឹងឯងអញ្ចឹងគឺគេអត់សូវបានផ្គត់ផ្គង់ភ្លើងមកដល់ស្រុកភូមិរបស់គាត់ហ្នឹងគឺវាទូលំទូលាយអីទេគឺអត់មានទេស្រុកភូមិរបស់គាត់នៅពេលហ្នឹងគឺនៅប្រើភ្លើងអាគុយហើយផ្ទះខ្លះទៀតទៅគឺប្រើកំភ្លើងចង្គៀងប្រើកំភ្លើងទៀនភ្លើងអីក៏មានដែរទៅបីតែសាលារៀននៅក្នុងស្រុកភូមិរបស់គាត់គឺមិនទាន់មានសាលារៀនទេទាំងអស់គ្នាពេលហ្នឹងនៅពេលដែលពួកគាត់ចាំទៅសាលារៀនម្ដងគឺត្រូវជិះលំអពូម្នាក់ហ្នឹងគឺជាអ្នកដឹកលំអប្រចាំក្នុងភូមិចាំដឹកសិស្សទៅសាលារៀនហើយចាំដឹកត្រឡប់មកសាលាវិញមកផ្ទះវិញអញ្ចឹងទៅហើយត្រូវបង់លុយឲ្យគាត់អីចឹងទាំងអស់គ្នាអាហ្នឹងគឺជាអនុស្សាវរីយ៍ពីក្មេងដែលគាត់រស់នៅក្នុងភូមិស្រុករបស់គាត់ហើយគាត់ថាចំនួនហ្នឹងទៀតទាំងអស់គ្នាស្រុកភូមិរបស់គាត់គឺអត់មានមនុស្សដែលគេលក់ចាក់ហួយក្នុងភូមិច្រើនដូចចំនួនយើងឥឡូវហ្នឹងទេមកភូមិអញ្ចឹងមានអ្នកលក់អីវ៉ាន់ចាក់ហួយតែមួយគត់ហើយបើសិនជាមិញម្នាក់ហ្នឹងបាត់តោទៀតពួកគាត់មិនបានហូបអីទេតែសំណាងល្អដែលកាលហ្នឹងពួកគាត់មានមិត្តភ័ក្តិដែលរស់នៅក្នុងភូមិជាមួយគ្នាហើយអាសាទៅជីកប្រឡងទៅដុតប្រឡងហូបជុំគ្នាដុតពុតហូបជុំគ្នាអញ្ចឹងទៅអញ្ចឹងហើយទៅចំនួនគាត់នៅពីក្មេងគឺវាមិនសូវស្ងប់ស្ងាត់ប៉ុន្មានទេហើយរឿងរ៉ាវពីក្មេងគាត់ចូលចិត្តទៅលេងបំផុតណាគឺចិត្តទៅលេងបិទពួននៅពេលយប់ជាពិសេសចាប់តាមពីម៉ោង7យប់ឡើងទៅគឺដឹងថាទៅលេងបិទពួនហើយដោយសារតែពេលហ្នឹងគឺផ្ទះមួយក៏អត់មានទូទាស់មើលទេទាំងអស់គ្នាអញ្ចឹងនៅពេលដែលកំដរអត់សក់អញ្ចឹងគឺទៅលេងបិទពួននឹងឯងគាត់ចាំបានច្បាស់ទាំងអស់គ្នាគឺរឿងដែលគាត់បានជួបហ្នឹងគឺវាកើតឡើងនៅពេលដែលគាត់ទៅលេងបិទពួនជាមួយគ្នារបស់គាត់ហើយពេលហ្នឹងទម្រាំតែពួកគាត់ដើរហៅគ្នាតាមផ្ទះហើយអស់គឺខ្ទង់មកប្រហែលជា8យប់នៅពេលដែលពួកគាត់លេងបិទពួនហ្នឹងពួកគាត់គឺកាន់ពិលរបស់ពុកម្ដាយពួកគាត់ម្នាក់មួយយកទៅលេងបិទពួនដោយសារតែដូចនិយាយចឹងស្រុកភូមិរបស់គាត់គឺមិនមានភ្លើងអគ្គិសនីខ្វាត់ខ្វែងទេអញ្ចឹងកន្លែងដែលពួកគាត់លេងបិទពួនហ្នឹងទៀតក៏មិនមានភ្លើងមកពីណាដែរអញ្ចឹងនៅពេលចង់ទៅលេងអញ្ចឹងគឺត្រូវកាន់ពិលទៅលេងអញ្ចឹងពួកគាត់ទៅគ្នាប្រហែលជាក្នុង8នាក់មានប្រុសមានស្រីចម្រុះគ្នាអញ្ចឹងទៅហើយគាត់ថាពុកម្ដាយរបស់គាត់ការចំនួនហ្នឹងគឺអត់ខ្លាចទេទាំងអស់គ្នាគឺអត់ខ្លាចនឹងហាមកូនអីទេគឺឲ្យកូនទៅលេងសេរីអញ្ចឹងណាចង់លេងអីលេងទៅឲ្យទៅក្នុងភូមិហ្នឹងដោយសារតែក្នុងភូមិក៏មិនដែលមានរឿងរ៉ាវអីកើតឡើងដែរអញ្ចឹងពួកគាត់ហ្នឹងក៏ទៅលេងហើយកន្លែងដែលគាត់ទៅលេងហ្នឹងគឺជាដីមួយហ្នឹងគឺនៅជាប់ជាមួយនឹងផ្លូវចូលភូមិហ្នឹងឯងទាំងអស់គ្នាដែលជាផ្លូវវាថាផ្លូវអាទិសគោទាំងអស់គ្នាហើយនៅជិតផ្លូវអាទិសគោហ្នឹងទៀតក៏មានកន្លែងចំណោសម្រាប់ដែលគេអាសាចោលសម្រាប់ចោលអីនៅកន្លែងហ្នឹងឯងហើយធម្មតាកន្លែងចោលសម្រាប់គឺវាមានក្លិនខ្លាំងណាស់ក្លិនស្អុយនេះស្អុយនោះអីអញ្ចឹងទៅហើយពេលដែលពួកគាត់ដល់ពីក្មេងពួកគាត់អត់បានចាប់អារម្មណ៍រឿងក្លិនស្អុយរឿងអីទេពួកគាត់គិតតែពីលេងបិទពួននេះអីអញ្ចឹងណាពួកគាត់លេងបិទពួនរហូតដល់មកប្រហែលជាក្នុង9យប់ក៏ដល់ពេលដែលបងថលគាត់ត្រូវទៅពួនចំណែកទឹកភ័ក្ររបស់គាត់គឺជាអ្នកចាំទីអញ្ចឹងណាគាត់ក៏រត់ទៅពួនហើយកន្លែងគាត់រត់ទៅពួននៅពេលហ្នឹងទាំងអស់គ្នាគឺគាត់រត់ទៅពួនកន្លែងចំណោសម្រាប់ហ្នឹងឯងដោយសារតែគាត់មើលពីអាកន្លែងដែលគាត់ឈរហ្នឹងទៅគឺឃើញកន្លែងចំណោសម្រាប់ហ្នឹងគឺមានវិធាកណាត់ខ្មៅមួយដែលគេគ្របទៅលើអីម្យ៉ាងដែលគ្របមកហ្នឹងគឺវាថាមកផ្ទាំងធំណាដែលអាចធ្វើឲ្យគាត់ពួនបានគាត់ក៏រត់ទៅពួននៅកន្លែងខាងក្រោយកណាត់ខ្មៅហ្នឹងឯងទាំងអស់គ្នានៅពេលដែលគាត់ពួនហ្នឹងគាត់យកដៃទៅគោះសាកទៅគោះទៅលឺតុកអាហ្នឹងដូចជាធុងមួយទាំងអស់គ្នាតែគាត់ដឹងថាធុងអីទេគាត់តបានទីកណាត់មើលណាគាត់ក៏អង្គុយពួនហើយនៅពេលគាត់អង្គុយពួនហ្នឹងពេលរបស់គាត់គឺបាក់បិទដោយសារតែគាត់ខ្លាចថាមានពស់មានអីមកអញ្ចឹងទៅដោយសារតែកន្លែងដែលគាត់ពួនហ្នឹងក៏វាជាតំបន់ព្រៃដែរហើយអាបរិយាកាសកន្លែងដែលគាត់លេងបិទពួនហ្នឹងទៀតគឺសិតតែព្រៃខ្លះខ្មិតហ្មងអញ្ចឹងគាត់ចេះតែខ្លាចថាមានពស់មានអីអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងគាត់អង្គុយបាក់បិទគាត់បដៅជុំវិញខ្លួនអញ្ចឹងណាអញ្ចឹងគាត់ក៏លើសំឡេងគ្នារបស់គាត់សញ្ញេទៅអ្នកដែលគេរត់ពួនបានអញ្ចឹងទៅសញ្ញេបានអីបានអញ្ចឹងទៅគាត់ក៏គិតកំណត់មួយគាត់ថាគួរទៅទាញកណាត់ខ្មៅនោះមកក្របហើយរត់ទៅកន្លែងដែលគេកំពុងតាមឈោចាំទីអញ្ចឹងណាគាត់ឲ្យប្រហែលជាថប់លេងត្រូវអត់ដល់ពេលយើងទទួលកណាត់អញ្ចឹងទៅគឺអ្នកដែលគេចាំទីអត់ដឹងទេថាយើងជាពីណាគេអញ្ចឹងគាត់ក៏ទាញកណាត់ហ្នឹងមកទាំងគ្នាពេលគាត់ទាញកណាត់ហ្នឹងមកគាត់មិនទាន់បាននឹងក្របផងគាត់សាក់តាប្រចាំ7ទៅគឺឃើញថាធុងដែលគាត់បានឃើញនេះគឺជាធុងតកអាធុងតកពណ៌ការ៉ុតទាំងគ្នាធុងធំណាគឺធុងធំមែនតើធុងហ្នឹងគឺធំខ្លាំងណាស់ធំដូចអាធុងដែលគេដាក់នៅកន្លែងរោងការអញ្ចឹងគឺធំមកធំខ្លាំងមែនតើហើយធុងហ្នឹងក៏មិនមែនប្រឈោចឹងដែរទាំងគ្នាគឺធំហ្នឹងគឺវាកន្លាប់ហើយកន្លាប់ហ្នឹងគឺអាកន្លែងទ្វារបាក់បិទរបស់ធុងហ្នឹងគឺនៅជាប់នៅពីមុខគាត់ហ្នឹងឯងអញ្ចឹងពេលហ្នឹងគាត់ហ្នឹងនិយាយថាគួយអញ្ចឹងទៅក៏មើលទៅគាត់ចាប់ដើមទាញធុងនឹងចាញ់គាត់ឲ្យតែមកគាត់ទាញធុងនឹងមកក្រាក់អញ្ចឹងគាត់ថយក្រោយឲ្យទាញធុងមកក្រាក់ទៅហើយគាត់បានឃើញគឺគាត់បានឃើញសពគឺ
គឺគាត់បានឃើញជាខ្មោចគឺត្រូវគេចងដៃចងជើងឬថាចងដៃអង្គជើងនៅក្នុងធុងហ្នឹងហើយមើលគួយវាប្រអែកខ្នងចឹងត្រង់ចឹងណាហើយសភាពសัพท์គឺខ្មៅក្របភ្នែកឡើងក្រហមហូរឈាមចេញមកហើយទឹកដង្វៃហូរឡើងពេញហើយនៅពេលគាត់ឃើញពេលហ្នឹងណាគឺបងថុលគាត់បានគិតថាជាសัพท์ទេគាត់គិតថាជាខ្មោចលងគាត់ស្រែកបងគ្នាគាត់រត់ចេញពីកន្លែងនោះស្រែកប្រាប់គ្នារបស់គាត់ទាំងអស់ស្រែកថាពួកឯងខ្មោចលងគាត់ស្រែកប៉ុណ្ណឹងទាំងអស់គ្នារបស់គាត់ដែលលេងបិទពួនហ្នឹងណានាំគ្នារត់ទៅផ្ទះទាំងអស់គ្នាហើយខ្ញុំបញ្ជាក់ទៀតទាំងអស់គ្នានៅពេលដែលគាត់អង្គុយឲ្យបានឃើញសัพท์ហ្នឹងគឺសัพท์មួយហ្នឹងគឺឆក់អង្គុយទល់មុខគាត់ភ្នែករបស់វាគឺសម្លឹងមើលមកគាត់ភ្នែកវានេះគឺក្រហមហូរឈាមចេញមកមើលមកមិនដឹងថាសัพท์ហ្នឹងស្អុយឲ្យលួចប្រហែលថ្ងៃទេទាំងអស់គ្នាគឺគាត់អត់បានចាប់អារម្មណ៍ទេគាត់ស្រែកប្រាប់ទៅពួកម៉ាក់គាត់រឿងខ្មោចរឿងអីហ៎រត់ទៅផ្ទះទាំងអស់ចឹងទៅរត់ទៅផ្ទះទៅកំបាច់ទៅផ្ទះរៀងខ្លួនពេលហ្នឹងម្នាក់ក៏អត់មានលេបពួនទៀតទេទៅផ្ទះរៀងខ្លួននឹងឯងរហូតដល់ពេលព្រឹកឡើងពួកគាត់ត្រូវជិះលំអទៅសាលារៀននេះគាត់ស្រាប់តែគាត់ជិះមកកាត់កន្លែងហ្នឹងគាត់ស្រាប់ឃើញមនុស្សផ្អើលចោមរោមពេញហ្នឹងហ្មងទាំងអស់គ្នាផ្អើលចោមរោមគ្រប់គ្នាហ្មងចឹងគ្រាន់គេផ្អើលចោមរោមពេញហ្នឹងគាត់ក៏ប្រាប់ឲ្យពូដែលជាអ្នករត់លំអហ្នឹងឲ្យគាត់ឈប់លំអឲ្យចុះទៅមើលដល់ពេលគាត់ចុះទៅមើលទៅទាំងអស់គ្នាហើយគាត់បានឃើញប្រយុទ្ធហ្នឹងមិនមែនជាខ្មោចទេប៉ុន្តែគឺជាសាកសពរបស់មនុស្សប្រុសគាត់ដឹងថាយុម៉ានអីម៉ានទេដឹងតែពេលហ្នឹងម្នាក់គឺខ្ទប់មុខខ្ទប់ច្រមុះគ្រប់គ្នាអ្នកខ្លះទៀតគឺក្អួតដោយសារតែសពហ្នឹងវាមានសភាពស្អុយខ្លាំងពេកហើយដល់ពេលសួរទៅនៅពេលគេជិះកាត់តាមម្ដងគឺគេក្លិនស្អុយប៉ុន្តែគេដឹងតែក្លិនស្អុយអីទេដោយសារកន្លែងនេះជាកំណោសម្រាមធម្មតាវាតែមានក្លិនស្អុយមានអីចឹងទៅប៉ុន្តែគេអត់បានចាប់អារម្មណ៍ច្រើនថាមានសពមានអីទេក៏អត់បានចាប់អារម្មណ៍ទេអញ្ចឹងពេលហ្នឹងក៏ចាប់តាមប្តឹងប៉ូលីសប្តឹងអីមកចឹងណាប៉ុន្តែពេលហ្នឹងមកថុលទាំងគ្នាគាត់អត់បានទៅចាប់អារម្មណ៍រឿងប៉ូលីសរឿងអីទេគាត់ចាប់អារម្មណ៍តែមួយគឺសពហ្នឹងគឺនៅដិតជាប់ក្នុងភ្នែករបស់គាត់មកដិតជាប់នៅក្នុងភ្នែករបស់គាត់ធ្លាក់ខ្លួនឈឺទាំងគ្នាដោយសារតែរូបភាពដែលគាត់បានឃើញគឺវាតក់ស្លុតខ្លាំងពេកហើយសម័យមើលទៅបើមិនជាទាំងគ្នាវិញតែទាំងគ្នាមានអារម្មណ៍ណាស់ពេលទាំងគ្នាបានឃើញសភាពសពនៅពីមុខហើយមានសភាពអញ្ចឹងនេះតែទាំងគ្នាខ្លាចទឹកណាគាត់គឺខ្លាចថាយកតែមែនតែនឹងឯងទាំងគ្នាម្លងបានជាខ្ទង់20ថ្ងៃក្រោយមកគាត់នឹងក៏ទៅលេងកន្លែងតំបន់ដីមួយហ្នឹងទៀតប៉ុន្តែគាត់មិនមែនទៅលេងកន្លែងម្ដងសម្រាប់ហ្នឹងណាហើយពេលគាត់ទៅលេងហ្នឹងទៀតក៏មិនមែនទៅពេលយប់អីដែរទៅម៉ោង6ម៉ោង5កន្លះទេទៅលេងបិទពួនទៀតមួយគ្នារបស់គាត់ដែលមានគ្នាដដែលហ្នឹងណាទៅលេងចឹងទៅលេងចូលមកបាយ6កន្លះគាត់ក៏រត់ទៅពួនហ្នឹងគាត់មិនមានបំណងទៅរត់ទៅពួននៅអាកន្លែងដែរគាត់បានឃើញសត្វហ្នឹងទេគាត់រត់ទៅពួនម្ដងហ្នឹងតែនៅពេលគាត់ពួនហ្នឹងទាំងគ្នាមកគាត់ចេះតែមានអារម្មណ៍ថាមានគេឈោមមើលគាត់មើលចឹងណាដោយសារតែអាកន្លែងកំណោសម្រាប់ហ្នឹងគឺនៅខាងក្រោយខ្នងគាត់អញ្ចឹងគាត់ពួនបដើដៃរបស់គាត់កាន់ពិលបាត់ចឹងទៅដោយសារគាត់ខ្លាចមានពស់ដូចនិយាយចឹងអ្នកគ្នាតបាត់ហ្នឹងគឺសម្បោពស់ខ្លាំងណាស់អញ្ចឹងគាត់លើកថាបាត់ហើយគាត់ក៏ងាកទៅក្រោយប្រចាំងពិលដល់ពេលគាត់ងាកទៅក្រោយប្រចាំងពិលទាំងអ្នកគ្នាគាត់បានឃើញខ្មោចពូហ្នឹងគឺសភាពខ្មៅក្រឹបអង្គុយអោបជង្គង់នៅដីដៃរបស់គាត់គោះដីចេះតុកភ្នែកគាត់ងើយមើលបងថលចេះហើយឡើងក្រហមគឺក្រហមសភាពគឺដូចសัพท์ដែលគាត់បានឃើញចឹងអ្នកគ្នាគឺអង្គុយគោះតុកថលនៅពេលឃើញពេលហ្នឹងគាត់ស្រែកប្រាប់គ្នាគាត់ថាពូនឹងឡងហើយរត់ទៅផ្ទះទាំងអស់រត់បាច់សាច់ពេញហ្នឹងឯងទាំងអស់គ្នារបស់គាត់ម្នាក់មិនដឹងថាគេបានឃើញឬក៏អត់ទេប៉ុន្តែម្នាក់គឺលេចនំដាក់ខោលេចនំខ្លះទៅលេចអាចដាក់ខោគេមានដែរបងថយពេលហ្នឹងគាត់ធ្លាក់ខ្លួនឈឺម្ដងទៀតទាំងអស់គ្នាតែគាត់ឃើញមកគឺវាកន្លងគាត់ទៅប្រហែលជាខ្ទង់20ថ្ងៃហើយគាត់គួរតែបំភ្លេចរូបភាពហ្នឹងខាក់បានអញ្ចឹងប៉ុន្តែអត់ទេគាត់ត្រូវបែរជាមកឃើញម្ដងទៀតធ្វើឲ្យគាត់ចង់ចាំរូបភាពអស់ហ្នឹងចាំមកដល់ឥឡូវហ្នឹងបងប្អូនគាត់ចាំមកដល់ឥឡូវហ្នឹងហ្មងសូម្បីតែឥឡូវគាត់ត្រូវមកថែជាមួយនឹងអាសភាពឲ្យតែមើលរឿងខ្មោចអីក៏ដោយតែបានឃើញខ្មោចវិធានសបល់ខ្មៅភ្នែកក្រហមខ្មៅអីគឺគាត់នឹកឃើញដល់សាក់សពពូម្នាក់ហ្នឹងហើយមិនមែនតែគាត់បានជួបពូម្នាក់ហ្នឹងអ្នកស្រុកអាភូមិគេធ្វើដំណើរតាមកាត់ផ្លូវហ្នឹងបងប្អូនគឺគេបានឮគឺគេបានឃើញហ្មងឮស្លេងមនុស្សធ្ងោស្លេងមនុស្សយំបើមិនអញ្ចឹងទេគឺឃើញពូហ្នឹងអង្គុយនៅកន្លែងចំណោសម្រាប់ហ្នឹងឯងអីដែលមួយទៀតដែលគាត់ស្ដាប់ឲ្យព្រឺស្មោះហ្នឹងគឺគ្នារបស់គាត់ជាអ្នកបានឃើញគ្នារបស់គាត់ពេលហ្នឹងគឺវាជីកង់លេងតាមហ្នឹងនៅម៉ោងប្រហែលជាខ្ទង់ម៉ោង5កន្លះទេជីដូចនិយាយទៅដល់គ្នាអាកន្លែងដែលគាត់លេងប្រពន្ធគឺវានៅឆ្ងាយពីផ្ទះអ្នកស្រុកភូមិអញ្ចឹងគាត់ជិះដល់កន្លែងហ្នឹងណាកំពុងជីគាត់ស្រាប់តែឃើញពូហ្នឹងវាក់ចេញមកចេះវាវាក់ចេញមកទាំងគ្នាហើយសម្បល់គាត់ខ្មៅគ្រប់គ្នាដល់ក្រហមរត់តាមកង់អីចឹងទៅឲ្យពួកគាត់ឃើញពួកអីចឹងណាtrongម្នាក់គឺកាន់តែខ្លាចកន្លែងនឹងខ្លាំងឡើងហើយដែលសំខាន់ណាសូម្បីតែពេលថ្ងៃក្រោយឲ្យទៅជីកាត់កន្លែងហ្នឹងគឺគេលឺកលែងកាហាមហើយលឺស្លេងកាហាមលឺអីចឹងទៅហើយបានអ្នកណាគេយកអូនដាក់ទៀតងាកទៅមើលកន្លែងហ្នឹងច្បាស់ជាបានឃើញពូហ្នឹងនៅតោងដើមឈើនៅតោងអីបានឃើញអញ្ចឹងទៅទាំងអស់គ្នាចំណែកបងថុលគាត់ថាគាត់ឃើញត្រឹមតែ2ដងហ្នឹងទេលើកទី1គឺឃើញសាកសពលើកទី2គឺបានឃើញខ្មោចហ្នឹងហើយគាត់ស្បាត់ណាយកមកថាគាត់នឹងអត់ទៅលេងម្ដងហ្នឹងទៀតទេគាត់ខ្លាចខ្លាំងមែនតើសូម្បីតែគាត់ជិះលំអទៅរៀនព្រលឹមឡើងអីគាត់បិទភ្នែកចេះមកដល់កន្លែងហ្នឹងទោះពេលថ្ងៃពេលអីគាត់បិទភ្នែកគាត់ហ៊ានបើកភ្នែកទេដោយសារតែគាត់ហ្នឹងវាខ្លាចកន្លែងហ្នឹងខ្លាំងពេកអញ្ចឹងទៅហើយគាត់ថាអ្នកភូមិអ្នកស្រុកក៏គេបានលឺក៏គេបានឃើញគេបានជួបអីដូចគ្នានឹងឯងហ្នឹងហើយបងប្អូនចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយបើសិនជាអ្នកទាំងអស់ស្ដាប់ហើយមានអារម្មណ៍ថាដូចជាស្រុកភូមិអ្នកទាំងអស់គ្នារស់នៅអត់អាចខមមិនខាងក្រោមនឹងបានបើខ្ញុំជឿថាអ្នកដែលគាត់ធ្លាប់រស់នៅតំបន់របៀបអញ្ចឹងអាចនឹងធ្លាប់ជួបអីហើយដោយសារតែខ្ញុំក៏ធ្លាប់រស់នៅតំបន់របៀបនៅតាមភូមិស្រុកដែលនៅ
តាមព្រៃតាមភ្នំអីចឹងដែរទាំងអស់គ្នាហើយបរិយាកាសគឺដូចជាគាត់រៀបរាប់មែនគឺវាគួរខ្លាចខ្លាំងណាស់ហើយកុំភ្លេចមួយទៀតណាកុំភ្លេចទៅតាមដានទស្សនារឿងកោះភ្នៅអាម៉ាដែលជាស្នាដៃនិពន្ធរបស់ខ្ញុំហើយផលិតដោយនកម្មសាស្ត្រាហ្វៀមនេះគឺជាស្នាដៃសម្រាប់ឆ្នាំ2025របស់ខ្ញុំមួយទៀតហើយដែលជាសាច់រឿងពិតដែលចែករំលែកដល់លោកគ្រូចិនសែម៉ុងសាច់រឿងកោះភ្នៅអាម៉ាហ្នឹងអត់ធ្វើដល់ទាំងអស់គ្នាខកចិត្តទេអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាសាច់រឿងមួយហ្នឹងមិនបានអញ្ចឹងអីអញ្ចឹងគឺវាប្លែកខ្លាំងមែនតើហ្មងសូម្បីតែខ្ញុំនិពន្ធផ្ទាល់ក៏ខ្ញុំស្រែកវ៉ាវនៅពេលខ្ញុំបានធ្វើរឿងមួយហ្នឹងហើយរឿងហ្នឹងនឹងចាក់បញ្ចាំថ្ងៃទី14ខែឧសភាឆ្នាំ2025នេះកុំភ្លេចទៅតាមដានទស្សនាបានច្រើនព្រោះសាច់រឿងមួយនេះគឺជារឿងដែលដកស្រង់ចេញពីជីវិតពិតនឹងឯង